អ្នកដែលបានមើលការផ្សាយបន្តផ្ទាល់ពីសិង្ហបុរីគេពិតជាបានឃើញថាខ្ញុំបានអង្គុយកដាអង្គុយចឹងខាងឆ្វេងដៃនាយករដ្ឋមន្ត្រីអូស្ត្រាលីហើយបន្តទៅទៀតអតីតប្រធានាធិបតីអាមេរិក Bill Clinton ខាងស្ដាំដៃមាននាយករដ្ឋមន្ត្រីឥណ្ឌានិងបន្តទៅទៀតនាយករដ្ឋមន្ត្រីជប៉ុនហើយគេពិតជាឃើញមនុស្ស4នាក់ថត zoom យកមនុស្ស4នាក់ដែលកំពុងនិយាយគ្នាគឺមានខ្ញុំមាននាយករដ្ឋមន្ត្រីឥណ្ឌាមាននាយករដ្ឋមន្ត្រីណាអូស្ត្រាលីហើយ Clinton ក៏គាត់ទៅស្ដាប់ដែរក៏ស្ដាប់ដែរហើយគាត់ក៏ចូលរួមនិយាយអារឿងហ្នឹងដែរជាពិសេសមូលទី Clinton នៅកម្ពុជានោះហើយនឹងបញ្ហាអង្គរវត្តនៅពេលកំពុងនិយាយគ្នានោះស្រាប់តែមាន AMA មួយចូលមកគឺ AMA របស់អាដាមសំរងស៊ី AMA របស់អាដាមសំរងស៊ីគាត់វាយពីស្រុកប្រាំងមកដល់សិង្ហបុរីគាត់សួរថាសូមពិគ្រោះយោបល់ជាមួយសម្ដេចតើគួរធ្វើយ៉ាងម៉េចអំពីសមាជិកទី9សមាជិកទី9អញ្ចឹងទៀតខ្ញុំក៏ឆ្លើយខ្ញុំកណ្ដាលខ្ញុំក៏ឆ្លើយទៅវិញថាចាប់ពីពេលនេះទៅអ្វីស្ថិតនៅក្នុងដៃអចិន្ត្រៃយ៍រដ្ឋសភារដ្ឋទាំងសមាជិកទី9ក៏ត្រូវបំពេញលក្ខខណ្ឌនិងដាក់ពាក្យឈ្មោះផងដែរ